លោកផៃវណ្ណៈដាក់ចាំចប់បែបនេះក្រោយផ្ទុះវីដេអូឲ្យឈប់ចិញ្ចឹមឆ្កែពីសំណាក់ឯកឧត្តមអភិបាលខេត្តរតនគិរីលោកផៃវណ្ណៈដាក់ចាំចប់បែបនេះក្រោយផ្ទុះវីដេអូឲ្យឈប់ចិញ្ចឹមឆ្កែពីសំណាក់ឯកឧត្តមអភិបាលខេត្តរតនគិរីនៅថ្ងៃនេះដែរคลิปវីដេអូមួយបានផ្ទុះការចែករំលែកព្រោងព្រាតពេញបណ្ដាញសង្គម Facebook ដែលពាក់ព័ន្ធនឹងករណីឯកឧត្តមញ៉ែមសំអឿនអភិបាលនៃគណៈអភិបាលខេត្តរតនគិរីបានបញ្ជាឲ្យអាជ្ញាធរធ្វើជំរឿនសត្វឆ្កែដែលម្ចាស់ចិញ្ចឹមប្រឡេនៅតាមដងផ្លូវនៅក្នុងคลิปវីដេអូដដែលនោះឯកឧត្តមក៏បានបញ្ជាក់ថាអ្នកចិញ្ចឹមឆ្កែទាំងឡាយអើយល្មមដល់ពេលឈប់ចិញ្ចឹមឆ្កែហើយការកិច្ចឆ្កែប្រឡែងតាមដងផ្លូវបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ស្រាលពេលខ្លះឈានដល់បាត់បង់ជីវិតក៏មានបើចង់ចិញ្ចឹមសូមចិញ្ចឹមដាក់ក្នុងរបងផ្ទះឬនៅក្នុងបន្ទប់គេងឬក៏ចងខ្សែឬក៏ដាក់ក្នុងទ្រុងឲ្យបានត្រឹមត្រូវក្រោយពីផ្ទុះវីដេអូឲ្យឈប់ចិញ្ចឹមឆ្កែពីសំណាក់ឯកឧត្តមអភិបាលខេត្តរតនគិរីស្រាប់តែលោកផៃវណ្ណៈបានលើកឡើងចំនៅលើគណនី Facebook របស់លោកเมื่อកាលពីថ្ងៃទី19ខែមិនិនាឆ្នាំ2025ដែលមានខ្លឹមសារទាំងស្រុងថាថ្ងៃនេះរៀបចំធ្វើជំរឿនឆ្កែតាមការណែនាំរបស់លោកធំនៅខេត្តរតនគិរីខ្ញុំបាទចិញ្ចឹមឆ្កែ4ក្បាលអាយុ6ឆ្នាំមួយគ្នាឆ្កែខ្ញុំមានឈ្មោះអាគីអាគីមីអាទុំនិងអាតាំងជាពូជឆ្កែទឿរស់នៅក្នុងបរិវេណដីចំការខ្ញុំឆ្កែខ្ញុំមិនដែលរត់ចូលឡានឬក៏ខំប្រជាពលរដ្ឋទេប៉ុន្តែឆ្កែរបស់ខ្ញុំមិនទាន់មានអត្តសញ្ញាណប័ណ្ណទេសេចក្តីដូចបានជម្រាបជូនខាងលើសូមលោកធំលើខេត្តរតនគិរីមេត្តាជ្រាបដល់ពពោះនៅថ្ងៃដដែលនេះលោកផៃវណ្ណៈបានបន្តបង្ហោះនៅក្នុងគណនី Facebook របស់លោកបន្តទៀតថាឆ្កែទៅចិត្តអង្គុយសម្រាប់ទឹកភ្នែកខណៈមនុស្សលោកបង្កកំហុសលើដងផ្លូវជាពិសេសមនុស្សមួយចំនួនបើកបរមិនគ្រប់ច្បាប់បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់រាល់ថ្ងៃមិនបន្ទោសមនុស្សមិនអប់រំមនុស្សឲ្យគោរពច្បាប់បែរជាមកបន្ទោសតែឆ្កែតើឆ្កែចាំតែខុសរហូតឬ